សិល្បៈបង្ហាញពីអារម្មណ៍របស់អ្នកដែលល្អសម្រាប់បេះដូងរបស់អ្នកស្វាគមន៍មកកាន់បុណ្យ Mindset Channel ឥឡូវនេះខ្ញុំនឹងលើកយកអំពីវិធីសាស្ត្រដ៏សាមញ្ញមួយដែលប្រៀបដូចជាសិល្បៈនៃការរំសាយទុក្ខរបស់អ្នកឬអ្វីដែលនៅក្នុងចិត្តរបស់អ្នកដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅមួយក្បាលដែលមានឈ្មោះថា The Artist Way ដោយ Julia Cameron ដែលប្រៀបធៀបយើងទៅនឹងសិល្បករដែលត្រូវរស់នៅជាមួយភាពមិនច្បាស់លាស់ហើយអ្វីដែលយើងជួបប្រទះជាញឹកញាប់នៅក្នុងជីវិតរបស់យើងគឺសំឡេងនៃការភ័យខ្លាចការថប់បារម្ភការរងទុក្ខរួមទាំងគំនិតអវិជ្ជមានដែលកើតឡើងនៅក្នុងខួរក្បាលរបស់យើងដូចជាអ្នកមិនល្អគ្រប់គ្រាន់អ្នកដទៃល្អជាងអ្នកគ្មានតម្លៃអ្នកបរាជ័យជាមនុស្សគ្មានប្រយោជន៍គំនិតទាំងនេះកើតឡើងចំពោះយើងគ្រប់ពេលវេលានៅក្នុងសៀវភៅនេះខ្ញុំចង់អញ្ជើញលោកអ្នកឲ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះគំនិតដែលយើងមានអំពីខ្លួនយើងតាមរយៈវិធីសាស្ត្រដ៏សាមញ្ញនិងមានប្រសិទ្ធភាពបំផុតមួយដែលមានឈ្មោះថា The Morning Pages ដែលជាសិល្បៈនៃការបញ្ចេញអារម្មណ៍របស់យើងនៅលើក្រដាសដោយប្រើ The Morning Package នោះជាការងាយស្រួលរាល់ព្រឹកពេលភ្ញាក់ពីគេងចូលយើងសរសេររឿងដំបូងដែលចូលមកក្នុងក្បាលរបស់យើងមិនថាជាគំនិតអាក្រក់ការខ្វល់ខ្វាយពីការងារកិច្ចការសាលាឬកត់ត្រាសុបិនរបស់អ្នកឬសូម្បីតែគំនិតល្អៗឬរឿងដែលយើងត្រូវធ្វើនៅថ្ងៃនេះសរសេរវាចេញដោយមិនមានការដាក់សម្ពាធបង្ខិតបង្ខំធ្វើឲ្យតឹងតែងក្នុងចិត្តឬមិនបាច់ចាំសរសេរវាឲ្យមើលទៅល្អឥតខ្ចោះនោះទេកុំកែរឿងឲ្យស្អាតហើយជួយខ្លួនឯងគ្រាន់តែសរសេរវាទៅតាមអារម្មណ៍របស់អ្នកបន្ទាប់ពីភ្ញាក់ពីគេងប្រសិនបើអ្នកភ្ញាក់ពីដំណេកដោយមានទុក្ខច្រើនអ្នកអាចសរសេរពាក្យគំរោះគំរើយខ្វល់ខ្វាយស្ដីបន្ទោសអ្នកណាម្នាក់ឬអ្វីក៏បានអ្នកនិពន្ធបាននិយាយថាហេតុផលវិទ្យាសាស្ត្រដែលសរសេរនៅពេលព្រឹកគឺល្អបំផុតគឺបន្ទាប់ពីយើងទើបតែក្រោកពីដំណេកខួរក្បាលរបស់យើងមិនភ្ញាក់ពេញទំហឹងគ្រប់គ្រាន់ដើម្បីរួចពិនិត្យខ្លួនឯងឬគិតរឿងដែលមិនពិតដូច្នេះការសរសេរបន្ទាប់ពីភ្ញាក់ពីគេងគឺឥតគិតថ្លៃជាងការសរសេរនៅពេលផ្សេងទៀតវាក៏ជួយបំបត្តិអាប់ក្នុងខួរក្បាលភាពតានតឹងនិងការគិតដែលមិនដំណើរការស្រួលក្នុងពេលថ្ងៃវាក៏ជួយព្យាបាលចិត្តនិងសម្រាលទុក្ខរបស់យើងឲ្យបានប្រសើរផងដែរមនុស្សជាច្រើននៅពេលដែលពួកគេមានអ្វីដែលត្រូវព្រួយបារម្ភនោះគឺដោយសារពួកគេភ្ញាក់ពីដំណេកពួកគេមានទំនោរគិតតែអំពីរឿងនោះមនុស្សខ្លះដេកលើគ្រែហើយចំណាយពេលច្រើននាទីវាប្រសើរជាងប្រសិនបើថ្ងៃណាមួយដែលយើងមានទុក្ខក្នុងចិត្តយើងក្រោកឡើងយកសៀវភៅកត់ត្រានិងពេជ្រហើយសរសេរអ្វីដែលនៅក្នុងក្បាលរបស់យើងសរសេរវាមួយទំព័រឬ3-4ទំព័រក៏បានអ្នកមិនបាច់គិតច្រើនទេអំពីអ្វីដែលគួរសរសេរនៅព្រឹកនេះគ្រាន់តែបង្ហាត់ខ្លួនឯងឲ្យសរសេរជាទៀងទាត់ធ្វើឲ្យវាคล้ายជាទម្លាប់នៅពេលអ្នកក្រោកពីដំណេកនៅពេលព្រឹកចូលសរសេរអ្វីដែលនៅក្នុងចិត្តរបស់អ្នកមុនពេលចូលគេងអ្នកអាចដាក់សៀវភៅកត់ត្រាឬក្រដាសនៅជិតគ្រែរបស់អ្នកព្រោះពេលអ្នកក្រោកពីដំណេកអ្នកអាចចាប់វាមកសរសេរយ៉ាងងាយស្រួលក្នុងន័យនេះក៏មានការសិក្សាស្រាវជ្រាវដែលបង្ហាញថាការថតរឿងមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តនិងសុខុមាលភាពរបស់មនុស្សដែលកត់ត្រារឿងរបស់ពួកគេជាប្រចាំជាឧទាហរណ៍មនុស្សមួយក្រុមដែលសរសេរបទពិសោធន៍មិនល្អឬការតស៊ូជាបន្តបន្ទាប់រយៈពេល4ខែមានសុខភាពផ្លូវចិត្តប្រសើរជាងមនុស្សដែលមិនធ្លាប់សរសេរអំពីទុក្ខលំបាករបស់ពួកគេការសរសេរបែបនេះក៏ជួយបញ្ចេញអារម្មណ៍និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើងផងដែររួមទាំងលទ្ធផលការសិក្សាការចងចាំការធ្លាក់ទឹកចិត្តនិងសុខភាពរាងកាយបន្ថែមពីលើសម្លេងល្អសិល្បៈនៃការបញ្ចេញអារម្មណ៍របស់អ្នកដោយការសរសេរនៅពេលព្រឹកក៏ជួយជំរុញដល់ខួរក្បាល Fontanelle ដោយឥតគិតថ្លៃផងដែរឬការសរសេរផ្នែកខាងមុខទាក់ទងនឹងការគិតពីព្រោះការសរសេរគឺដូចជាទម្រង់នៃលំហាត់ខួរក្បាលផ្ដល់គំនិតល្អដល់យើងធ្វើឲ្យការគិតនិងគំនិតរបស់យើងល្អបំផុតឧទាហរណ៍ប្រសិនបើយើងសរសេរអំពីរឿងអវិជ្ជមានរបស់យើងវានឹងអនុញ្ញាតឲ្យខួរក្បាលរបស់យើងពិនិត្យឡើងវិញនូវអ្វីដែលបានកើតឡើងកាន់តែ logical ជួយឲ្យខួរក្បាលបើកចំហបំបត្តិការថប់បារម្ភកាត់បន្ថយភាពតានតឹងហើយនៅពេលដែលយើងសរសេរអ្វីមួយរក្សាវាឲ្យមានសុវត្ថិភាពកុំបណ្ដោយឲ្យអ្នកណាម្នាក់មកអានឬកត់ត្រាទុកក្បាលវាអាចជារឿងផ្ទាល់ខ្លួនឬហាមមិនឲ្យអាត់កំបាំងឬកង្វល់តានតឹងដែលយើងចង់បញ្ចេញបើអ្នកណាអានវាប្រហែលជាមិនសមទេប៉ុន្តែពិតណាស់សិល្បៈនៃការសរសេរបែបនេះគឺដូចជាមិត្តពិតដែរ
តាប់យើងដោយមិនវិនិច្ឆ័យឬនិយាយពាក្យអ្វីទាំងអស់ប្រសិនបើអ្នកជាអ្នកស្ដាប់ចង់កាត់បន្ថយការថប់បារម្ភកាត់បន្ថយភាពតានតឹងនិងបញ្ចេញខ្យល់សូមសាកល្បង The Morning Passage សរសេរអារម្មណ៍របស់អ្នកនៅពេលព្រឹកវាអាចជួយបានហើយអ្នកនិពន្ធក៏បាននិយាយថាកុំបារម្ភបើថ្ងៃណាមួយភ្លេចសរសេរឬមិនចង់សរសេរយើងប្រហែលជាមានពេលនោះកុំតានតឹងជាមួយខ្លួនឯងខ្លាំងពេកបើអ្នកមិនបានសរសេររយៈពេលមួយថ្ងៃអ្នកអាចសរសេរម្ដងទៀតនៅថ្ងៃបន្ទាប់ឬយ៉ាងហោចយើងបាននិយាយថាប្រសិនបើយើងមានរឿងដែលពិបាកចិត្តឬព្រួយបារម្ភក្នុងចិត្តកុំលេចគិតពីរបៀបសរសេរកំណត់ចំណាំនេះផងប្រសិនបើគ្មាននរណាម្នាក់ស្ដាប់យើងទេយើងនៅតែមានទំព័រទេនៃសៀវភៅកត់ត្រាឬសន្លឹកក្រដាសមួយកំពុងរង់ចាំយើងហើយប្រសិនបើអ្នកចូលចិត្តខ្លឹមសារបែបនេះកុំភ្លេចចុច like តាមដានចែករំលែកបើអ្នកមិនទាន់បានចុច Subscribe សូមចុចឥឡូវនេះដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ